តើសត្វប្រចៀវមើលឃើញដោយរបៀបណាសត្វប្រចៀវប្រើប្រាស់ប្រព័ន្ធមួយយ៉ាងហៅថា echolocation ការកំណត់ទីតាំងដោយប្រើរលកសំឡេងចាស់ត្រឡប់វាគឺជាបច្ចេកវិទ្យាធម្មជាតិស្រដៀងទៅនឹងប្រព័ន្ធរ៉ាដាឬសូណាដែលគេប្រើនៅលើកប៉ាល់មុជទឹកអញ្ចឹងដែរដំណើរការនេះប្រព្រឹត្តទៅតាមដំណាក់កាលងាយៗចំនួន3ដូចខាងក្រោមបញ្ជូនសំឡេងចេញ emitting sound ដំណាក់កាលទី1នៅពេលហោះហើរប្រចៀវតែងតែស្រែកឬបន្លឺសំឡេងស្រួចខ្លាំងតាមមាត់ឬច្រមុះរបស់វាសំឡេងនេះមានfrequency ខ្ពស់ខ្លាំងណាស់ ultrasonic រហូតដល់ត្រចៀកមនុស្សយើងមិនអាចឮបានឡើយសំឡេងបុកទង្គិចនឹងវត្ថុ hitting objects ដំណាក់កាលទី2រលកសំឡេងដែលប្រចៀវបន្លឺចេញទៅនោះនឹងធ្វើដំណើរទៅមុខក្នុងអាកាសនៅពេលវាទៅបុកទង្គិចជាមួយអ្វីមួយដូចជាដើមឈើជញ្ជាំងឬសត្វល្អិតតូចរលកសំឡេងនោះនឹងផ្លាតឬជះត្រឡប់មកក្រោយវិញទទួលនិងបកប្រែសញ្ញា receiving and mapping ដំណាក់កាលទី3ត្រចៀកដ៏ធំនិងរស់រវើករបស់ប្រចៀវនឹងចាប់យកសំឡេងដែលជះត្រឡប់មកវិញនោះភ្លាមនោះខួរក្បាលរបស់វានឹងកណនីបកប្រែសំឡេងទាំងនោះទៅជារូបភាព 3D នៅក្នុងក្បាលរបស់វាតើប្រព័ន្ធសំឡេងនេះប្រាប់អ្វីខ្លះដល់ប្រចៀវខួរក្បាលរបស់ប្រចៀវមានសមត្ថភាពខ្លាំងអស្ចារ្យគ្រាន់តែស្ដាប់សំឡេងជះត្រឡប់មកវិញវាក៏អាចដឹងពីព័ត៌មានលម្អិតស្ទើរតែទាំងអស់នៃវត្ថុខាងមុខរួមមានចម្ងាយដឹងថារបស់នោះនៅឆ្ងាយឬជិតដោយគិតលើរយៈពេលដែលសំឡេងរត់ត្រឡប់មកវិញទំហំនិងរូបរាងដឹងថារបស់នោះជាសត្វល្អិតតូចឬជាដើមឈើធំទិសដៅនិងល្បឿនដឹងថាសត្វល្អិតនោះកំពុងហោះទៅទិសណានិងលឿនកម្រិតណាដើម្បីឲ្យវាអាចហោះទៅត្របាក់យកធ្វើជាចំណីបានយ៉ាងត្រឹមត្រូវចំគោលដៅការពិតគួរឲ្យដឹងមនុស្សភាគច្រើនគិតថាប្រចៀវងងឹតភ្នែកប៉ុន្តែតាមពិតទៅភ្នែករបស់វាអាចមើលឃើញធម្មតាប៉ុន្តែដោយសារពួកវាចេញរកស៊ីតែពេលយប់ងងឹតខ្លាំងដែលភ្នែកមិនអាចមើលធ្លុះបានទើបធម្មជាតិបង្កើតប្រព័ន្ធរលកសំឡេងនេះមកជួយវាដើម្បីអាចឲ្យវារស់រានមានជីវិតនិងមើលឃើញពិភពលោកបានយ៉ាងអស្ចារ្យបែបនេះឯង